ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះមួលសេរីនេះមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកធ្វើ project ដែលលោកគ្រូបានដាក់ឲ្យធ្វើដែលនិយមពី schedule and shell script ដោយសារខ្ញុំបានធ្វើវារួចរាល់ហើយចឹងខ្ញុំសូមធ្វើការ demo លោកគ្រូមើលតែម្ដងជាដំបូងយើងចូលទៅកាន់ folder SV34 យើង comment វាមក cd/SV34 ហើយ enter បន្ទាប់ពីយើងចូលក្នុង folder ហ្នឹងហើយយើង LM មើលថាវាមានអ្វីខ្លះនៅក្នុងហ្នឹងចឹងនៅក្នុងហ្នឹងមាន system.log និង system.sh បន្តមកទៀតយើង comment vim របស់វា vim system.sh ហើយយើង enter វាមកតមកនេះគឺជា script ដែលនៅក្នុងហ្នឹងវាមាន Ubuntu system management script មាន function log មាន start script មាន user login information មាន internet connect check មាន auto update Ubuntu create file auto remove file ហើយ disk memory CPU ហើយនឹង script អញ្ចឹងនៅក្នុងហ្នឹងគឺជា script របស់យើងដែលនៅដាក់នៅក្នុង system.sh អញ្ចឹងបន្ទាប់មកខ្ញុំសូមចេញពីហ្នឹងយើងចុច shift ចុច 2 យើងវាយ W Q ហើយសញ្ញាឧទានហើយយើង enter វាមកដើម្បី save អញ្ចឹងបន្តមកទៀតយើងចូលទៅកាន់ comment មួយទៀតដោយប្រើពី comment clone tab .e តមកយើង enter មកនៅក្នុងចំណុចនេះវាជាកន្លែងកំណត់ឲ្យវា run អញ្ចឹងកំណត់ឲ្យ1នាទីវានឹងដំណើរការម្ដងអញ្ចឹងយើងដាក់ផ្កាយទាំងអស់ចំនួន5ហើយ base/sv34/system.sh វានឹងដំណើរការ1នាទីម្ដង1នាទីម្ដងអញ្ចឹងខ្ញុំសូមចេញពីកន្លែងហ្នឹងចុច Ctrl X បន្តមកទៀតយើងទៅកាន់ comment មួយទៀតដើម្បីtail វាអញ្ចឹងយើង tail .f system.log អញ្ចឹងកន្លែងនេះយើងសូមរងចាំវា1នាទីដើម្បីឲ្យវាដំណើរការជាបន្តបន្ទាប់ទៀតបន្ទាប់ពីយើងរងចាំវា1នាទីវានឹង run ឲ្យយើងម្ដងអញ្ចឹង11 19នាទីខាងលើមិញ11 18នាទីអញ្ចឹងនៅក្នុងហ្នឹងមាន system update មាន temporary file មាន disk មាន memory មាន CPU មាន system management script អញ្ចឹងខ្ញុំសូមបញ្ចប់ការ run ត្រឹមប៉ុណ្ណឹងបន្ទាប់មកទៀតយើងចូលទៅកែឲ្យវា run 1ម៉ោងម្ដងអញ្ចឹងយើងចូលទៅកាន់ comment clone tab .e enter មកបន្តមកត្រង់ចំណុចនេះយើងអាចកែបានឲ្យវា1ម៉ោងដើមម្ដងអញ្ចឹងកន្លែងនេះយកផ្កាយយើងដាក់វាលេខ0អញ្ចឹងផ្កាយទាំងអស់នេះមានន័យថារៀងរាល់1ម៉ោងគ្រប់1ម៉ោងវានឹងដើរម្ដងវានឹង run ម្ដងអញ្ចឹងយើង select យើង save វាមកអញ្ចឹង project ហ្នឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងអរគុណលោកគ្រូ